បានជម្រាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយហើយសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត if and ដើម្បីស្វែងរកឬក៏បង្ហាញលទ្ធផលសិក្សារបស់សិស្សថាតើគាត់ជាប់ឬក៏ធ្លាក់អញ្ចឹងនៅក្នុងនេះដោយបងប្អូនឃើញតារាង Excel មួយនេះដែលជាតារាងដែលបង្ហាញអំពីការប្រឡងរបស់សិស្សអញ្ចឹងនៅពេលដែលយើងឃើញថាសិស្សនីមួយៗក៏មានបានប្រឡងខ្មែរគណិតហើយ biology ហើយនិង physics នេះអញ្ចឹងតើយើងកំណត់លក្ខខណ្ឌប៉ុណ្ណាដែលគាត់ជាប់ហើយលក្ខខណ្ឌប៉ុណ្ណាដែលគាត់ធ្លាក់យើងចង់ដឹងអញ្ចឹងដើម្បីកំណត់លក្ខខណ្ឌនឹងបានបងប្អូនអាចអនុវត្តរូបមន្ត if and ដើម្បីកំណត់លទ្ធផលសិក្សានិងកំណត់លក្ខខណ្ឌមួយចំនួនសម្រាប់សិស្សដែលតើគាត់ធ្លាក់ឬក៏គាត់ជាប់អញ្ចឹងទៅអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងកំណត់លក្ខខណ្ឌ2ដើម្បីធ្វើការកំណត់លទ្ធផលសិក្សាសិស្សធ្លាក់ឬជាប់លក្ខខណ្ឌទី1គឺខ្ញុំនឹងធ្វើការកំណត់អវត្តមាន option នេះប្រសិនបើគាត់មានអវត្តមានធំជាង10ដងនោះគាត់នឹងធ្លាក់ទី2ប្រសិនបើពិន្ទុជាមធ្យមរបស់គាត់តូចជាង50ពិន្ទុនោះគាត់នឹងធ្លាក់ដែរអញ្ចឹងខ្ញុំនឹងធ្វើការរូបមន្តធ្វើប្រើប្រាស់រូបមន្ត if and ដើម្បីគណនាទៅលើឬក៏បង្ហាញទៅលើលទ្ធផលរបស់គាត់ថាតើសិស្សទាំងអស់ជាប់ប្រមាណអ្នកនិងធ្លាក់ប្រមាណអ្នកតើសិស្សនីមួយៗមានសិស្សណាខ្លះធ្លាក់និងសិស្សណាខ្លះជាប់អញ្ចឹងជាដើម្បីរកលទ្ធផលសិក្សាគាត់បានដំបូងបងប្អូនចុចសញ្ញាស្មើចុច if ហើយបើកវងកញ្ចក់មួយហើយចុចពាក្យ and ហើយបងប្អូនជ្រើសរើសបើកវងកញ្ចក់ម្ដងទៀតហើយបងប្អូនចុចទៅលើលក្ខខណ្ឌដែលបងប្អូនចង់កំណត់ខ្ញុំជ្រើសរើសកន្លែងលក្ខខណ្ឌ option មុនអញ្ចឹងខ្ញុំកំណត់ឲ្យគាត់តូចជាង10ដងបាទហើយក្បៀស1ហើយខ្ញុំជ្រើសរើសទៅលើពិន្ទុជាមធ្យមរបស់គាត់ហើយខ្ញុំឲ្យមានពិន្ទុធំជាងឬស្មើ50បន្តមកទៀតខ្ញុំបិទមុខកញ្ចក់វិញហើយខ្ញុំក្បៀស1ហើយខ្ញុំបើកទ្វីងកដោ2ខ្ញុំដាក់ថា pass ខ្ញុំបិទវងកញ្ចក់បិទទ្វីងកដោវិញហើយខ្ញុំក្បៀស1ហើយខ្ញុំបើកទ្វីងកដោមួយទៀតប្រសិនបើលក្ខខណ្ឌផ្សេងពីនោះខ្ញុំនឹងឲ្យគាត់ធ្លាក់ fail អញ្ចឹងខ្ញុំបិទទ្វីងកដោ2វិញហើយខ្ញុំបិទវងកញ្ចក់ជាការស្រេចអូខេអញ្ចឹងសម្រាប់រយៈវិចិត្រគាត់ប្រឡងគាត់មាន option 9ដងហើយគាត់ប្រឡងបាន62ពិន្ទុអញ្ចឹងគាត់បានទទួលលទ្ធផលមកគឺជាប់ប្រឡងជាប់តែឡើយសិស្សផ្សេងទៀតយើងចាំអ៊ុតទាំងអស់គ្នាខ្ញុំនឹងអូសវាមកអូខេអញ្ចឹងតែឡើយសាយវុឌ្ឍគាត់ជាប់ដែរបាទដោយសារគាត់មានវត្តមាន2ដងនិងពិន្ទុជាមធ្យមរបស់គាត់57តែឡើយពុទ្ធចន្ទថាគាត់មាន option តែ5ដងទេប៉ុន្តែពិន្ទុគាត់បានតែ36ទេអញ្ចឹងគាត់ប្រឡងធ្លាក់ដូចគ្នាបាទអញ្ចឹងនេះជាការប្រើប្រាស់រូបមន្ត if and ដើម្បីស្វែងរកលទ្ធផលសិក្សាដោយកំណត់លក្ខខណ្ឌមួយចំនួនទៅលើព័ត៌មានឬក៏លក្ខខណ្ឌសម្រាប់សិស្សដែលគាត់បានប្រឡងបាទអញ្ចឹងខ្ញុំនឹង copy រូបមន្តនេះដាក់នៅខាងក្រោមដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការមើលខ្ញុំដាក់ result អូខេនេះជារូបមន្ត if and ដែលបងប្អូនអាចយកទៅអនុវត្តបានហើយយកទៅប្រើប្រាស់នៅក្នុងមុខរបរឬក៏អាជីពការងាររបស់បងប្អូនហើយប្រសិនបើបងប្អូនគិតថាវីដេអូនេះល្អហើយបងប្អូនចង់ចែករំលែកឲ្យមិត្តភ័ក្តិឬក៏បងប្អូនទាំងអស់គ្នាគាត់បានចេះបានយល់បានដឹងពីការប្រើប្រាស់រូបមន្ត if and នេះបងប្អូនអាចជួយចែករំលែកវីដេអូនេះទៅកាន់
អ្នកស្គាល់ឬក៏មិត្តភ័ក្តិរបស់បងប្អូនហើយអរគុណសម្រាប់ការទស្សនាហើយសូមបងប្អូនជួយចុច like និង share វីដេអូដើម្បីជាកម្លាំងចិត្តដល់ខ្ញុំដើម្បីខ្ញុំមានឱកាសនៅក្នុងការបន្តឬក៏កម្លាំងចិត្តនៅក្នុងការបន្តផលិតវីដេអូបន្តទៀតបាទសូមអរគុណ